បាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Demo សម្រាប់រឿងយើងមកបន្តសាច់រឿងរបស់យើងជាបន្តទៀតសាច់រឿងរបស់យើងចាប់ផ្ដើមនៅពេលដែលកម្ពុជាបានប្រជុំជាមួយនឹងសមាជិកក្រុមនៃ Farang ដែលមានជនជួបផងដែរបរិសម្នាក់នេះគឺជាមេវិជ្ជាការទី1របស់អង្គភាព Farang ដែលមានឈ្មោះថាយុនចាគាត់ពិតជារីករាយណាស់ដែលបានជួបជាមួយនឹងកាំងវូដែលតែងតែយុនជូនិងវ៉ាយុនតែងតែនិយាយនឹងទៅសើអំពីកាំងវូក៏បានណែនាំខ្លួនរបស់គាត់ឈ្មោះថាកាំងវូក៏រីករាយដែរដែលបានស្គាល់មេវិជ្ជាការយុនចាពួកគេមកទីនេះគឺចង់និយាយអំពីរឿងរ៉ាវទាំងអស់ពីសមាគមវិសាចនៅក្នុងប្រទេសកូរ៉េហើយរឿងមួយទៀតដែលយុនចាចង់លើកមកឲ្យអ្នកទាំងអស់គ្នាបានដឹងនោះគឺជាបញ្ហានៃការសម្មននៃបិសាចនៅក្នុងប្រទេសជប៉ុនផងដែរវាក៏ដូចនៅក្នុងប្រទេសកូរ៉េផងដែរគឺជាសមាគមបិសាចដែលធ្លាប់បានសម្មនបិសាចនៅក្នុងប្រទេសកូរ៉េបច្ចុប្បន្ននៅក្នុងប្រទេសជប៉ុនក៏មានបញ្ហាទាំងអស់នោះដែរពួកគេបានស្នើសុំឲ្យពួកយើងទៅជួយពួកគេយញ្ជូបានលើហើយក៏និយាយលើកឡើងថានៅក្នុងប្រទេសជប៉ុនគឺមាន player ចំណាត់ថ្នាក់ពិភពលោកម្នាក់ដែលមានឈ្មោះថា Fujimoto Ryuma ហើយហេតុអ្វីបានជាត្រូវការឲ្យពួកយើងទៅជួយទៀតមិនត្រឹមតែប៉ុណ្ណោះនៅក្នុងប្រទេសជប៉ុនក៏មាន player ដែលខ្លាំងៗជាច្រើនថែមទៀតផងបើសិនជាយើងទៅជួយប្រទេសជប៉ុនចុះប្រទេសកូរ៉េដែលត្រូវរក្សាសណ្ដាប់ធ្នាប់នៃពពួកបិសាចទាំងអស់នោះតើធ្វើយ៉ាងម៉េចទៅនាងពិតជាឈឺក្បាលអំពីរឿងសមាគមបិសាចទាំងអស់នេះខ្លាំងណាស់ប៉ុន្តែសម្រាប់កាំងវូវិញបែរជាលួចញញឹមនិងសប្បាយចិត្តក្នុងចំនួនប្រមាណថ្ងៃមុនដែលបានលេចឡើងនៅបិសាចដែលបានកោះហៅមកគឺអាចធ្វើឲ្យគាត់កើនឡើងនៅធម្មពលអរិយជាច្រើនបើសិនជាគាត់អាចសម្លាប់និងលេបប្របាទនៅធម្មពលអរិយនោះកម្លាំងធម្មពលអរិយគាត់នឹងកើនឡើងបន្ថែមទៀតជាមិនខានមនុស្សគ្រប់គ្នាគឺជាគ្រោះថ្នាក់ប៉ុន្តែសម្រាប់កាំងវូគឺជាចំណីបន្តមកយុនជូក៏បានសួរទៅកាន់យុនចាតើពួកគេកំពុងតែព្យាយាមកោះហៅនៅបិសាចអ្វីយុនចាក៏បានឆ្លើយថាមែនហើយពួកគេគឺកំពុងតែព្យាយាមកោះហៅនៅម្ចាស់ស្ត្រីស៊ូកូបូฟដែលមានឈ្មោះថាអេលីកាំងវូបន្ទាប់ពីបានលើឈ្មោះអេលីភ្លាមពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ថាម៉េចបិសាចនោះមានឈ្មោះថាអេលីមែនទេយុនជូក៏មានការឆ្ងល់ដែរនៅពេលដែលកាំងវូមានការភ្ញាក់ផ្អើលបែបនេះនៅពេលដែលឮឈ្មោះរបស់បិសាចលីលីនាងបានសួរទៅកាន់កាំងវូតើមានបញ្ហាអ្វីមែនកាំងវូត្រយពីលើឈ្មោះរបស់លីលីគាត់បានគិតក្នុងចិត្តថាទោះបីជាយ៉ាងណាក៏ដោយគាត់ត្រូវតែរារាំងការកោះហៅមួយនេះទោះបីជាត្រូវចំណាយអ្វីក៏ដោយក៏គាត់ត្រូវតែទប់ស្កាត់ឲ្យបានបន្ទាប់មកសាច់រឿងរបស់យើងក៏បានបង្ហាញឲ្យបានដឹងថាការកាំងវូនៅក្នុងឋាននរកជាន់ទី9នាងគឺជាបិសាចដែលជិតស្និទ្ធជាមួយនឹងកាំងវូបំផុតជាមួយនឹងបេលេកហើយបើសិនជាបេលេកមានអំណាចធ្វើជាព្រះអង្គម្ចាស់និងជាមេតបដ៏ខ្លាំងពូកែនោះលីលីគឺជាទីប្រឹក្សាដ៏ឆ្លាតវៃវៃម្នាក់បាននិយាយទៅលីលីគឺជាប្រពន្ធរបស់កាំងវូពីព្រោះនៅពេលដែលគាត់ប្រយុទ្ធប្រឆាំងជាមួយនឹងអង្គម្ចាស់នៃឋាននរកគាត់ត្រូវតែចាញ់ទាំងស្រុងទៅហើយប៉ុន្តែត្រូវបានលីលីជាអ្នកដោះស្រាយវិបត្តិទាំងនោះដែលជាហេតុដែលកាំងវូបានសន្យាថានឹងរៀបការជាមួយនឹងនាងហើយនៅពេលដែលពួកគេបានរៀបការរួចលីលីតែងតែមកនៅក្នុងបន្ទប់របស់កាំងវូហើយធ្វើស៊ីកាំងវូជារៀងរាល់យប់ទោះបីជាគាត់ខំកិច្ចយ៉ាងណាក៏មិនអាចកិច្ចចេញពីស្នៀតរបស់លីលីបានទេនេះហើយជាជីវិតដែលគាត់មិនចង់ត្រឡប់ទៅវិញតតែសោះយើងក៏ត្រឡប់មកពាក្យសម្ដីដែលយុនជូបានសួរទៅកាន់កាំងវូវិញថាតើមានបញ្ហាអ្វីជាមួយនឹងគាត់ដែរកាំងវូបានភ្ញាក់នឹងនិយាយថាដើម្បីផានដីនិងជីវិតមនុស្សលោកយើងត្រូវតែទប់ទល់នឹងការកោះហៅមួយនេះឲ្យខាតតែបានគ្រប់កលៈទេសៈទាំងអស់ទោះបីជាលះបង់អ្វីក៏ដោយក៏ត្រូវតែទប់ទល់ផងដែរតែការពិតទៅគឺកាំងវូខ្លាចលីលីតស៊ីកលៀនទេអ្នកទាំងអស់គ្នាប៉ុន្តែមុននឹងពួកគេចេញទៅប្រតិបត្តិការនៅប្រទេសជប៉ុនរឿងរ៉ាវទាំងអស់មិនត្រូវលេចលាដើមនោះទេពីព្រោះបច្ចុប្បន្ននេះគឺគូរ៉ូសាគីយូរីត្រូវបានចាត់ថ្នាក់គឺជាអរិយផងដែរហើយនាងត្រូវបានចាប់យកដោយសមាគមបិសាចផងដែរវាបានធ្វើឲ្យយុនជូនិងហ្វាយុនពិតជាភ្ញាក់ផ្អើលអំពីរឿងនេះវាគឺជារឿងដែលមិនគួរឲ្យជឿតទៅសោះហេតុអ្វីបានជានាងត្រូវបានចាប់ខ្លួនដោយពពួកបិសាចអញ្ចឹងកាំងវូពិតជាឆ្ងល់ណាស់យូរីគឺជានរណាទៅហេតុអ្វីបានជាអ្នកទាំងអស់គ្នាហាក់ដូចជាភ្ញាក់ផ្អើលនៅពេលដែលឮអំពីរឿងនេះអញ្ចឹងបន្ទាប់មកយុនជូក៏ប្រាប់ឲ្យកាំងវូនិងយើងទាំងអស់គ្នាបានដឹងថាគូរ៉ូសាគីយូរីគឺជា player ម្នាក់កាលពី5ឆ្នាំមុននាងបានប្រើវេទមន្តទប់ទល់នឹងដងសិន rank SS ដែលបានលេចឡើងនៅពេលដែលមនុស្សជាតិត្រូវបានវាយប្រហារដោយពពួកបិសាចជាច្រើនដែលលេចចេញពីទីនោះនៅក្នុងប្រទេសជប៉ុននាងគឺជាចៅស្រីរបស់អធិរាជនាងបានប្រើវេទមន្តដើម្បី support ទៅកាន់ player ធ្វើការប្រយុទ្ធប្រឆាំងនឹងពពួកបិសាចទាំងអស់នោះមូលហេតុទាំងអស់នេះហើយដែលប្រជាជនជប៉ុនចាត់ទុកនាងគឺជាយុទ្ធការនៃប្រទេសជប៉ុនវាមិនមែនត្រឹមតែជាជំនាញធម្មតានោះទេជំនាញរបស់នាងគឺជាភ្នែកស៊ូសាណូគឺជាសមត្ថភាពរបស់ព្រះ
ដែលនិយាយក្នុងព្រេងនិទាននៅប្រទេសជប៉ុនផងដែរកាំងវូបានលឺហើយក៏គិតអំពីរឿងនេះវាមិននឹកស្មានថាមានបិសាចដែលអាចចាប់ player ដែលមានសមត្ថភាពខ្លាំងបែបនេះបាននោះទេកាំងវូក៏នឹកគិតអំពីព្រះអង្គម្ចាស់បិសាចទាំង7នៃឋាននរកមានដូចជា Lucifer, Satan, Bel, Leviathan, Belphegor, Mammon រួមទាំង Asmodeus ដែលជាបិសាចអតិទេពទាំង7នៅឋាននរកវាជារឿងដែលស្មុគស្មាញណាស់ពីព្រោះបិសាចទាំងអស់នេះគឺជាបិសាចក្នុងព្រេងនិទាននៃអំពើបាបបើតាមឈ្មោះបិសាចទាំងអស់នេះដែលនិយាយអំពីរឿងព្រេងនិទាននោះបើតាមអ្វីដែលគាត់គិតមិនខុសទេមូលហេតុដែលពួកគេចង់សម្មន់ Lilith មកដោយសារតែ Lilith មានសមត្ថភាពក្នុងការគ្រប់គ្រងនិងការបំភាន់វាអាចទៅរួចថាពួកគេអាចធ្វើរឿងទាំងអស់នេះបានមិនហើយមូលហេតុដែលគេបិទបាំងអំពីការចាប់ចម្រិតរបស់យូរីនោះគឺពួកគេមិនចង់ឲ្យលេចលឺនៅព័ត៌មានតែគ្រូវេទមន្តដ៏ខ្លាំងបំផុតក្នុងប្រទេសជប៉ុនត្រូវបានចាប់ចម្រិតដោយពពួកសមាគមបិសាចហើយដូចនេះហើយបានជាខ្ញុំធ្វើការប្រញាប់មកប្រទេសកូរ៉េដើម្បីស្នើសុំឲ្យពួកយើងទៅជួយនៅក្នុងប្រទេសជប៉ុនពួកគេត្រូវការ player ចំនួន7នាក់រួមមានអ្នកទាំង3ហើយនិងខ្ញុំគឺមានចំនួន4នាក់និងមេបញ្ជាការយន្តមូថែមទៀតគឺ5នាក់កាំងវូបាននិយាយថាអញ្ចឹងគឺនៅខ្វះ2នាក់ទៀតមែនអត់ពិតណាស់ប៉ុន្តែពួកយើងមានការប្រញាប់ពួកយើងត្រូវតែឡើងទៅស្ថានីយយន្តហោះជាបន្ទាន់ដើម្បីទៅកាន់ទីនោះកាំងវូបានលើនេះក៏និយាយថាស្ថានីយគឺនៅឆ្ងាយណាស់ដូច្នេះខ្ញុំសូមប្រើនៅអេជេដាទៅយន្តចាពិតជាភ្ញាក់ផ្អើលតើអ្វីទៅជាអេជេដាហ្នឹងមានហើយគឺជាកូននាតូចដ៏ cute របស់យើងនឹងហើយដែលសាច់រឿងរបស់យើងបានកាត់ប្លង់នៅពេលដែលនាងបានប្រែរូបរាងកាយទៅជានាគហើយបានដឹកអ្នកទាំងអស់គ្នាទៅកាន់ប្រទេសជប៉ុននៅក្នុងនោះកាំងវូក៏បាននាំនៅសូលអាមកជាមួយដែរបើគ្រប់គ្នាចំនួន7នាក់ក្នុងការប្រយុទ្ធមិនយូរប៉ុន្មានពួកគេក៏បានមកដល់ប្រទេសជប៉ុននៅទីនោះគឺរងនឹងការបំផ្លិចបំផ្លាញពីពពួកបិសាចជាច្រើនត្រូវខូចខ្ទេចខ្ទីអស់វាគឺជាទីក្រុងមួយដែលពួកគេមិនអាចទប់ទល់នឹងសត្វចម្លែកបានបន្ទាប់ពីពួកគេបានធ្វើដំណើរមកដល់ប្រទេសជប៉ុនទាហាននិងអ្នកបកប្រែប្រទេសជប៉ុនក៏បានមកទទួលមកកាន់ក្រុមរបស់កាំងវូផងដែរតមកអេជេដាក៏បានប្រើធម្មពលក្នុងការបកប្រែនៃភាសាប្រទេសជប៉ុនឲ្យអ្នកទាំងអស់គ្នាបានស្ដាប់យល់បន្ទាប់មក player ម្នាក់ដែលខ្លាំងចំណាត់ថ្នាក់ពិភពលោកបានណែនាំខ្លួនថាឈ្មោះរបស់ខ្ញុំគឺ Fujimoto Ryuma គឺជា player ដែលល្បីល្បាញពីមុនដែល player នៅប្រទេសកូរ៉េខ្លាំងចង់យកឈ្នះគាត់នោះឯងរីយ៉ាម៉ាក៏ធ្វើការអរគុណអ្នកទាំងអស់គ្នាដែលបានមកជួយនៅប្រទេសជប៉ុនបានអ្នកទាំងអស់គ្នាមកខ្ញុំពិតជាធូរស្រាលណាស់ចំពោះរឿងបញ្ហាទាំងអស់នេះបន្ទាប់មកកាំងវូបានបកពាក្យសម្ដីថាមិនចាំបាច់និយាយច្រើនទេពួកយើងគួរតែនិយាយអំពីរឿងពពួកបិសាចដែលបានកោះហៅវាប្រហែលជាល្អជាងមែនអត់អ្នកគួរតែប្រាប់ទីតាំងអំពីទីកន្លែងដែលសមាគមបិសាចបានកោះហៅបិសាចមកល្អជាងបន្ទាប់មកក៏កាត់ប្លង់មកកាន់រីយ៉ាម៉ាបានប្រាប់ពីផែនការនិងប្លង់នៃការកម្ចាត់ពពួកបិសាចទាំងអស់នោះទីនោះគឺស្ថានីយ៍សាបូរូដែលមានពពួកបិសាចជាច្រើនអេជេដាក៏បានប្រើធម្មពលក្នុងការប្រយុទ្ធប្រឆាំងជាមួយបិសាចមួយចំនួនធំផងដែរធម្មពលអេជេដាក៏ខ្លាំងក្លាដែរដែលធ្វើឲ្យបិសាចតូចៗមួយចំនួនពិតជាភ័យខ្លាចអំពីធម្មពលរបស់នាងរីឯហ្វាយុននិងយូនម៉ូក៏ប្រើក្បាច់ដាវអ្នកទាំងពីរវាបហាជាមួយនឹងកូលឹមដែលមកពីឋាននរកមួយចំនួនធំរីឯយុនជូក៏ប្រើចង្វាក់អរិយឈាមរបស់នាងវាបហាជាមួយនឹងស្ដេចបិសាចសឺបេរុសកែក្បាល3មកពីឋាននរកជាន់ទី3ផងដែរបិសាចឆ្កែនេះពិតជាខ្លាំងណាស់ទោះបីជាយុនជូជាមួយនឹងយុនមូប្រយុទ្ធប្រឆាំងក៏មិនអាចទប់ទល់រួចពួកគេក៏បានស្រែកហៅកាំងវូតើឯងនៅធ្វើអីទៀតមិនក៏មិនមកជួយពួកយើងកាំងវូដល់មិនចាំយូរបន្ទាប់ពីទទួលបានធម្មពលពីសូអាយ៉ាងច្រើនធ្វើឲ្យអារម្មណ៍របស់គាត់ពិតជាខ្លាំងក្លាណាស់ហើយក៏បញ្ចេញនូវធម្មពលភ្លើងរក់និងធម្មពលបំផ្លិចបំផ្លាញវាបហាយ៉ាងខ្លាំងទៅកាន់ឆ្កែនរកនោះមួយដៃប៊ុំបន្ទាប់ពីត្រូវធម្មពលនេះមួយដៃធ្វើឲ្យឆ្កែនរកស្រែកលំពងពេញទីក្រុងយុនជូក៏ភ្ញាក់ផ្អើលអំពីធម្មពលដ៏អស្ចារ្យរបស់កាំងវូផងដែរធម្មពលអ្នកទាំងពីររវាងសូលអានិងយុនជូពិតជាគួរឲ្យខ្លាចនិងគួរឲ្យភ្ញាក់ផ្អើលមែនត្រឹមតែមួយដៃតែប៉ុណ្ណោះអាចកម្ចាត់ស្ដេចបិសាចដ៏ធំនិងកំទេចនៅទីក្រុងបានទាំងមូលទៅហើយរំពេចនោះស្រាប់តែមានសម្លេងបន្ទុះមួយលើតប៊ុំដែលធ្វើឲ្យអ្នកទាំងអស់គ្នាដែលឈរនៅទីនោះពិតជាភ្ញាក់ផ្អើលបន្ទាប់ពីឃើញការបន្ទុះនៅលើអគារដូច្នេះកាំងវូក៏បានប្រើធម្មពលអង្កេតរបស់គាត់ភ្នែកអង្កេតរបស់កាំងវូបានបើកកាន់តែធំឡើងនិងស្កែនមើលអំពីបញ្ហានៃការផ្ទុះនោះគឺជារីយូម៉ាកំពុងតែស្ទុះវិបហាជាមួយពពួកបិសាចមួយចំនួនធម្មពលនៃភ្នែកកតនារបស់គាត់ពិតជាខ្លាំងណាស់វាបានសម្លាប់បិសាចអរិយទាំងអស់នោះគ្រាន់តែសម្លឹងតែប៉ុណ្ណោះហើយធម្មពលនៃការវិបហាក៏អាចកាត់ទៅលើរាងកាយរបស់បិសាចនោះដាច់ជាគណិកណាត់បានផងដែរ
គាត់បានប្រយុទ្ធជាមួយពពួកបិសាចដែលគ្មានកម្រិតឌីមុននោះទេប៉ុន្តែកាំវូហើយនឹងគ្នាបែរជាមកប្រយុទ្ធជាមួយបិសាចដែលខ្លាំងៗតើនេះជាមូលហេតុមែនទេហេតុអ្វីបានជាគាត់មិនប្រាប់មកកាន់ពួកយើងបែបនេះបើអញ្ចឹងទៅហើយទុបឲ្យខ្ញុំជាអ្នកធ្វើវាដោយខ្លួនរបស់ខ្ញុំផ្ទាល់បន្ទាប់មកកាំវូបានប្រើធម្មពលនៃបិសាច 10000 ឆ្នាំនិងធម្មពលនៃការបំផ្លិចបំផ្លាញបូកបញ្ចូលគ្នាហើយវាយទៅកាន់ដីយ៉ាងខ្លាំងដែលធ្វើឲ្យជញ្ជូហើយនឹងសូលអាពិតជាភ្ញាក់ផ្អើលខ្លាំងណាស់តើកាំវូចង់ធ្វើអ្វីអ្នកទាំងពីរបានសើចថាកាំវូតើអ្នកចង់ធ្វើអីហ្នឹងបន្ទាប់ពីជញ្ជាំងដីបានបែកនោះអ្វីដែលបានឃើញនោះគឺជាសមាគមបិសាចដែលនៅខាងក្រោមនៃរូងក្រំដីនោះពួកបិសាចទាំងអស់នោះបន្ទាប់ពីឃើញកាំវូនិងសូលអាយន្តជូបែបនេះក៏ប្រុងប្រៀបក្នុងការប្រយុទ្ធអ្នកទាំង3ក៏ត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធជាមួយពួកបិសាចទាំងអស់នេះកាំវូបានបញ្ចេញស្នាមញញឹមហើយនឹងនិយាយថាពួកអញនៅទីនេះទេតាគ្រាន់តែមួយផ្លេតប៉ុណ្ណោះកាំវូក៏អាចសម្លេះនិងសម្លាប់ពួកវាអស់យន្តជូនិងសូអាក៏រត់មករកកាំវូហើយនឹងសួរថាកាំវូតើអ្នកអាចដឹងអំពីការលាក់បាំងរបស់ពួកបិសាចដោយរបៀបណាកាំវូមិនបានតបទេប៉ុន្តែគាត់បានប្រាប់ថាអ្នកទាំងពីរមិនអាចទៅជាមួយខ្ញុំបានទេដែលធ្វើឲ្យអ្នកទាំងពីរបញ្ចេញទឹកមុខអន់ចិត្តជាខ្លាំងនិងខឹងផងដែរកាំវូបាននិយាយបន្ថែមទៀតថាអ្នកគួរតែទៅប្រយុទ្ធជាមួយនឹងហ្វាយុននិងយុនមូខាងលើពីព្រោះមានបិសាចជាច្រើនហើយពួកគេមិនអាចទប់ទល់បាននោះទេបន្ទាប់មកអ៊ីឆាដាក៏បានស្ទុះមករកកាំវូហើយនិយាយថាកាំវូអ្នកមិនត្រូវធ្វើរឿងដូចពីមុននោះទេដោយបទវិធានដល់អាយុជីវិតអ្នកត្រូវតែសន្យាជាមួយនឹងខ្ញុំណាកាំវូក៏អូខេជាមួយអ៊ីឆាដាហើយក៏ហោះស្ទុះទៅហើយក៏បានមកជួបពួកបិសាច2នាក់ដែលកំពុងតែរារាំងកាំវូដោយមិនចាំយូរកាំវូបានបញ្ចេញក្បិតឆ្អឹងរបស់គាត់ធ្វើការវាយប្រហារទៅកាន់បិសាចទាំង2នាក់នោះគ្រាន់តែមួយការវាយប្រហារតែប៉ុណ្ណោះបិសាចទាំង2-3នាក់នោះបានងាប់បាត់អស់តែម្ដងល្បឿននេះពិតជាលឿននិងសាហាវខ្លាំងណាស់មើលទៅសមាគមបិសាចនៅក្នុងប្រទេសជប៉ុននេះហាក់ដូចជាខ្សោយជាងពួកសមាគមបិសាចនៅប្រទេសកូរ៉េថែមទៀតផងពួកសមាគមបិសាចដែលកំពុងតែដេកដួលនៅលើដីបានស្រែកថាអ្នកមិនអាចទៅទេកុំទៅអីកុំទៅខំស្រែកហាមឃាត់កាំវូជាខ្លាំងកាំវូក៏ឆ្ងល់ដែរអំពីរឿងនេះហេតុអ្វីបានជាពួកវាព្យាយាមខ្លាំងម្ល៉េះបន្ទាប់មកគាត់ក៏ភ្ញាក់ផ្អើលទៅលើរឿងអ្វីមួយមែនហើយនោះគឺជាច្រកដែលបានបញ្ចេញពន្លឺធម្មពលនៃការកោះហៅពួកគេបានស្រែកហៅនៃព្រះបិសាចរបស់ពួកគេហើយនឹងមានរូប sticker របស់ Lily ថែមទៀតផងគឺក្រុមសមាគមបិសាចកំពុងតែរៀបចំពិធីដើម្បីកោះហៅនៅបិសាច Lily អូនមឹកដ៏ខ្ជូតធំមកកាន់ភពផែនដីពួកប្រុសដែលជាសមាគមបិសាចនោះពិតជាត្រេកអរណាស់ប្រៀបដូចជាពួកគេបានជួបទៅនឹង idol របស់គេអញ្ចឹងពួកគេបានធ្វើពិធីនៅច្រកលំហនៃធម្មពលបិសាចដោយយកអារីយូម៉ាមកធ្វើជាចំណែកនៃការបូជាហើយស្រែកថាសូមអញ្ជើញនៃម្ចាស់ស្ត្រីសាក់ប៊ូស៊ូអេលីមកកាន់ភពផែនដីទោះបីជាពួកយើងត្រូវស្លាប់ក៏ដោយក៏សូមអញ្ជើញមកទាំងនេះនឹងប្រោះនឹងឲ្យពួកយើងមានធម្មពលដ៏អស្ចារ្យនៃម្ចាស់ស្ត្រីដ៏អស្ចារ្យរបស់យើងរំពេចនោះពួកគេក៏ភ្ញាក់ផ្អើលនៅមនុស្សម្នាក់ដែលបានដើរមកនោះគឺជាកាំវូពិតជាឆ្ងល់ណាស់អំពីពួកគេតើកំពុងធ្វើអ្វីតើពួកគេកំពុងតែកោះហៅបិសាចមែនទេវាហាក់ដូចជាប្លែកពីសមាគមនៅក្នុងប្រទេសកូរ៉េតោះមកស្រាប់តែមានសមាជិកនៃសមាគមបិសាចម្នាក់បានសួរទៅកាន់កាំវូហេហើយមកធ្វើអីនៅទីហ្នឹងកាំវូក៏ភ្ញាក់ផ្អើលដែរនៅពេលដែលលើអាវុធរបស់ពួកគេនិងរាងកាយរបស់គេគឺពេញដោយ sticker របស់ Lilith មានន័យថាពួកគេពិតជាងប់ស្រឡាញ់ទៅលើបិសាចម្ចាស់ស្ត្រីស៊ូកបូស៊ូ Lilith ខ្លាំងណាស់តើវាគឺជាការងប់ស្រឡាញ់មែនទេពេលនោះស្រាប់តែចេញមុខនៅអាខ្មាប់មួយដែលមានឈ្មោះថាជីរុគឺជាមេបេជ្ជការនៃសមាគមបិសាចនៅក្នុងប្រទេសជប៉ុនវាគឺជាមនុស្សម្នាក់ដែលងប់ទៅលើ Lilith ជាងគេហើយបានស្រែកថាអ្នកទាំងអស់គ្នាមានមនុស្សមកម្នាក់ទៀតនេះកាំវូបានសួរទៅកាន់ពួកវាថាតើមកពីមូលហេតុទាំងអស់នេះមែនទេបានជាពួកឯងបានធ្វើពិធីសមន់នៃម្ចាស់ស្ត្រីស៊ូកបូមកពួកវាបានឆ្លើយតបថាមែនហើយការកោះហៅសមន់នៃម្ចាស់ស្ត្រីស៊ូកបូមកគឺមានហេតុផលតែមួយគត់គឺនាងគឺជានារីដែលបរោះគ្រប់គ្នាតែងប្រាថ្នាគឺជាបិសាចស្រីដ៏ខ្ជូតនិងមានដងធំថែមទៀតផងនោះនរណាគេមិនប្រាថ្នាហើយនិយាយមើលកាំវូបានលឺហើយក៏ដកដង្ហើមធំហើយនិយាយថាតើជាមនុស្សស្រីដែលក្នុងក្តីសម័យរបស់ពួកអ្នកមែនទេជីរ៉ូកំាប់បានសើចនិងនិយាយថាមែនហើយកាំវូគ្រាន់តែលឺបែបនេះក៏និយាយថាសមាគមពួកឯងពិតជាចង្រៃមែនហើយបានប្រើល្បឿនយ៉ាងលឿនស្ទុះវាប្រហារទៅកាន់អាជីរ៉ូកំាប់នោះនឹងនិយាយថាពួកមនុស្សចង្រៃបន្ទាប់មកកាំងវូបានតមួយជើងផាំងខ្ទាតយ៉ាងឆ្ងាយនឹងនិយាយថាតើខួរក្បាលឯងគិតអំពីអីឯងគិតថាគេមកលិតឯងមែនអញដែលអ្នកស្រីកលៀនរីឯកូនចៅរបស់ជីរ៉ូពិតជាភ្ញាក់ផ្អើលខ្លាំងណាស់លោកម្ចាស់ត្រូវហោះដោយគ្រាន់តែទាត់មួយជើងតែប៉ុណ្ណោះកាំងវូបានបើកភ្នែកធំនឹងគិតអំពីលីលីហើយនិយាយថាលើរូបរាងកាយនាងមិនមានកន្លែងណាដែលយើងចង់ស្រមៃចង់បានតតែសោះវាជារឿងដែលគួរឲ្យខ្លាចខ្លាំងណាស់
បន្ទាប់មកកូនចៅរបស់ជីរ៉ូក៏ស្ទុះមកវិបហាកាំងវូហើយនិយាយថាជប់វាយមេរបស់យើងភ្លាមរីឯកាំងវូក៏មិនទប់យូរបានមកចេញថាមពលហើយស្ទុះទៅមាត់អាកាម៉ាប់ជីរ៉ូម្ដាយហើយម្ដាយទីឡើងបែកស្រមុខតិចទៅហើយកូនចៅរបស់ជីរ៉ូដែលកាន់ទៅដោយអាវុធដូចជាពូថៅដាវជាច្រើនមិនហ៊ានចូលទៅវាយកាំងវូទេបាននិយាយថាជប់វាយមេរបស់យើងភ្លាមជប់ភ្លាមបន្ទាប់មកអាកាម៉ាប់ជីរ៉ូបានស្រែកយ៉ាងខ្លាំងទៅប្រាប់កូនចៅរបស់ពួកវាថាគាត់មិនមែនជាមនុស្សដែលអាចចូលទៅប្រយុទ្ធបានទេឆាប់រត់ចេញទៅយើងនឹងទិញពេលវេលាឲ្យពួកឯងយ៉ាងហើយណាក៏ជាមេល្អដែរអាកាម៉ាប់នេះកូនចៅរបស់វាបាននិយាយថាលោកម្ចាស់កុំធ្វើអញ្ចឹងអីរីឯជីរ៉ូកាម៉ាប់ក៏បាននិយាយថាកុំបារម្ភអំពីយើងអីទោះបីជារាងកាយរបស់យើងនៅស្លាប់នៅទីនេះក៏ដោយប៉ុន្តែបំណងប្រាថ្នានិងសេចក្តីចង់បានរបស់យើងគឺអកលជានិច្ចគឺម្ចាស់ស្ត្រីសូកាប៊ូលីលីតដ៏គួរឲ្យស្រឡាញ់និងបឹមពួកគេពិតជា fall in love ចំពោះលីលីជាខ្លាំងជាមនុស្សស្រីដែលបរោះគ្រប់គ្នាប្រាថ្នាចង់បានមានដៃវែងជាពិសេសនោះគឺបឹមធំកាំងវូដែលឃើញស្ថានភាពបែបនេះក៏និយាយថាអាចទេងាប់តែអញពួកនេះពិតជាឈួតមែនណាតែចេញមកអញនៅខ្ទេចហើយកលៀនតែកន្លែងហ្នឹងគេនិយាយរឿងជ្រៅជាងហ្នឹងអ្នកទាំងអស់គ្នាគួរកាត់យល់ខ្ញុំអត់ហ៊ាននិយាយច្រើនខ្លាច YouTube ចាប់កាំងវូក៏និយាយបន្ថែមទៀតថាពួកអាឈួតនេះមិនដឹងថាមានជំនឿអ្វីពួកវាទេវាគឺជារឿងដែលភូតភរតែប៉ុណ្ណោះអាកាម៉ាប់ជីនរ៉ូក៏បានស្រែកថាជប់ភ្លាមកុំមកប្រមាថជំនឿរបស់ពួកយើងឲ្យសោះអញ្ចឹងជំនឿពួកវានោះគឺចង់ប្រាថ្នានៅក្បែររបស់លីលីតជាមនុស្សស្រីដែលបរិះគ្រប់គ្នាប្រាថ្នាចង់បានកាំងវូបាននិយាយតបទៅវិញថាអញ្ចឹងមែនទេបើឯងជឿទៅលើជំនឿរបស់ឯងខ្លាំងណាស់ស៊ីអានេះទៅហើយបញ្ចេញធម្មពលភ្លើងនរកយ៉ាងខ្លាំងលំពេញរយៈអំណាចនៃការផ្ទុះអំណាចនៃការកាត់ក្បាលហើយបានបង្កើតទៅជាដាវនៃធម្មពលរយៈមួយគប់វាបហាទៅកាន់ជីរ៉ូមេនៃសមាគមបិសាចនោះប៊ុំទៀត10-20ម៉ែត្រហើយក៏បែកឈាមតាមមាត់ដោយអូសារ៉េអញ្ចឹងបន្ទាប់មកកូនចៅនៃជីរ៉ូក៏បាននិយាយថាយើងនឹងប្រឈមមុខជាមួយនឹងឯងហើយដែលហ៊ានវាបហាទៅកាន់ថ្នាក់ដឹកនាំរបស់យើងកាំងវូបានបញ្ចេញទឹកមុខយ៉ាងកំហឹងនិងនិយាយថាពួកអាឈួតយើងនឹងសម្លាប់ពួកឯងទាំងអស់នឹងឯងបើសិនជាពួកឯងនៅតែរារាំងយើងទៀតและការខ្លាចរបស់កាំងវូពួកវាក៏រត់ចេញទៅបោះសម្រាប់ពួកក្មេងខ្មាំងទាំងអស់នេះកាំងវូគឺអាចកំចាត់បានទាំងអស់ប៉ុន្តែវាមិនពៀនពេលច្រើនទេសម្រាប់កាំងវូដើម្បីបញ្ឈប់នៅការកោះហៅនៃបិសាចលីលីតមកកាន់ផែនដីបន្ទាប់មកកាំងវូបានប្រើធម្មពល Power of the Sky បញ្ចេញស្លាបអរិយហោះទៅទប់ទល់នឹងការកោះហៅមនុស្សកាំងវូពិតជាមិនដឹងថាត្រូវធ្វើបែបណាដើម្បីបញ្ឈប់នៃការបែកប្រេះនៃច្រកលំហនេះនោះទេគាត់មានតែប្រើធម្មពលម៉ាណានិងធម្មពលអរិយធ្វើការតបជាប់នៃធម្មពលបែកធ្លាយនៃច្រកលំហនេះវិញហើយធ្វើការទីម្ដងបន្តិចឲ្យវាតបជាប់គ្នាវិញគាត់មិនអាចធ្វើរឿងនោះបានខ្លាំងនោះទេគាត់ត្រូវធ្វើវាម្ដងបន្តិចយ៉ាងយឺតស្រាប់តែរំពេចនោះស្រាប់តែមានសម្លេងមួយបានស្រែកថា Demon King ស្ដេចបិសាចដែលធ្វើឲ្យកាំងវូភ្ញាក់ផ្អើលខ្លាំងណាស់នោះគឺជាដៃមឹករបស់លីលីតបានតោងមកលើរាងកាយរបស់កាំងវូដៃមឹកក៏បានលិតមកលើរាងកាយរបស់កាំងវូធ្វើឲ្យកាំងវូមានអារម្មណ៍បែបនេះម្ដងទៀតហើយខ្ញុំមិនចង់ទទួលបានអារម្មណ៍បែបនេះទេសម្លេងនោះក៏បាននិយាយមកកាន់កាំងវូថាខ្ញុំទៅរកអ្នកហើយស្ដេចបិសាចរបស់ខ្ញុំកាំងវូពិតជាស្រែកយ៉ាងខ្លាំងនិងនិយាយថាកុំមកអីទៅឆ្ងាយចាក់ចេញទៅកុំមកអីហើយប្រើធម្មពលក្នុងការបិទនៅច្រកលំហដែលបានបែកប្រេះនោះកាំងវូពិតជាពិបាកណាស់ក្នុងការដោះស្រាយនឹងបិសាចទាំងអស់នេះប៉ុន្តែវាគឺគ្រប់គ្រាន់ហើយក្នុងការដោះស្រាយជាមួយនឹងនាងទៀតដែលមុខរបស់នាងបានលៀនចូលមកលិតមុខរបស់កាំងវូធ្វើឲ្យកាំងវូរអើមជាខ្លាំងអេចេដាក៏ធ្លាប់បាននិយាយថាកុំឲ្យកាំងវូប្រើនៅធម្មពលនោះម្ដងទៀតប៉ុន្តែបើសិនជាគាត់នឹកគិតអំពីដែរលីលីតមករុំរិតទៅលើរាងកាយរបស់គាត់ពិតជាពិបាកណាស់បន្ទាប់មកកាំងវូក៏ប្រើធម្មពលនៃគូឡូទេនីលេបត្របាក់ហើយនិយាយថាហេតុអ្វីបានជាអ្នកបង្ខំឲ្យខ្ញុំធ្វើទាំងអ្វីដែលខ្ញុំមិនចង់ធ្វើកាំងវូក៏បានប្រើធម្មពលគូឡូទេនីធ្វើការលេបត្របាក់ទៅកាន់រាងកាយរបស់បិសាចមឹកលីលីតគាត់បានលេបត្របាក់នៅធម្មពលអរិយដ៏ខ្លាំងក្លាមួយនេះបន្ទាប់មកស្នូនៃគ្រីស្តាលអរិយរបស់គាត់ក៏បានប្រេះម្ដងបន្តិចSystem បានលោតថាការពន្យាពេលនឹងក្លាយទៅជាព្រះនៃអរិយលើកដំបូងត្រូវបានជោគជ័យគ្រីស្តាលអរិយដែលជាចំណុចទី3ត្រូវបានបំពេញពេញលេញបន្ទាប់មកស្រាប់តែគ្រីស្តាលអរិយរបស់គាត់ក៏បានបែកខ្ទេចខ្ទីទៅ System ក៏បានប្រាប់ថារាងកាយរបស់អ្នកត្រូវបានផ្លាស់ប្ដូរកាំងវូបានស្រែកថាហេតុអ្វីបានវាកើតឡើងនៅពេលនេះទេប៉ុន្តែវាដល់ពេលហើយក្នុងការស្ដារនៅធម្មពលគ្រីស្តាលអរិយរបស់ខ្ញុំដើម្បីធ្វើការបិទនៅច្រកលំហនេះបន្ទាប់មកកាំងវូក៏ប្រើធម្មពលប្រមុខដុំក្នុងការបិទនៅច្រកលំហដែលបែកប្រេះនេះចុងក្រោយក៏គាត់អាចធ្វើវាបានសម្រេចបានហើយរាងកាយរបស់កាំងវូក៏បានធ្លាក់ចុះមក
កម្ពុជាបាននិយាយថាចុងក្រោយវាបានចិត្តហើយបន្ទាប់មកស្រាប់តែ system បានបញ្ជាក់ថាគាត់បានពន្យាពេលក្នុងការលេចឡើងនៃបិសាច Lilith ថាមពលអរិយដែលទទួលបានគឺ5កម្ពុជានឹងធ្វើការអវកិនលើកទី6ហើយនឹងធ្វើការត្រាស់ឡើងទាំងស្រុងបន្ទាប់ពីលើហើយកម្ពុជាក៏សប្បាយចិត្តណាស់ចំពោះរឿងនេះដែលជាសមត្ថភាពតំណែងវិញ្ញាណជាមួយពពួកបិសាចដែលមានចំណាត់ថ្នាក់ SS rank នៅពេលដែលប្រើថាមពលជាមួយនឹងអាវុធ Legendary ថែមទៀតនោះថាមពលនេះនឹងកាន់ឡើងកាន់តែខ្លាំងកម្ពុជាក៏បានគិតអំពីរឿងនេះបច្ចុប្បន្នអាវុធ Legendary ដែលគាត់មានតែមួយគឺអាវក្រខិនគាត់ត្រូវតែរកសមាធិផ្សំដើម្បីឲ្យទទួលបាននៅ item Legendary បន្ថែមទៀតហើយកម្ពុជាអាចប្រើថាមពលអរិយដើម្បីបង្កើតអាវុធ Legendary បានថែមទៀតវាមានតែមួយតែប៉ុណ្ណោះដែលគាត់អាចផលិតបានវានឹងបំផ្លាញចោលបន្ទាប់ពីគាត់ប្រើប្រាស់រួចប៉ុន្តែគាត់ក៏ពិបាកចិត្តដែរតែគាត់យកវត្ថុអ្វីដើម្បីផលិតនៅអាវុធ Legendary បាទអរគុណអ្នកទាំងអស់គ្នាសាច់រឿងរបស់យើងសូមបញ្ចប់តែប៉ុណ្ណេះនឹងបន្តនៅពេលក្រោយចំពោះបងប្អូនទាំងអស់គ្នាដែលចង់ donate មកឲ្យខ្ញុំអាច donate តាម QR code នេះបានអរគុណច្រើនបាយបាយ